បាទសួស្តីបងប្អូនជួបជាមួយខ្ញុំសាជាថ្មីហើយថ្ងៃនេះមកបង្ហាញបងប្អូនរបៀបលេង challenge មួយ Facebook ណាដែល Facebook ដាក់ឲ្យយើង 300k ឬក៏ 30,000 ម៉ោងបងប្អូនហើយឥឡូវเพจរបស់ខ្ញុំមកក្របនោះខ្ញុំបានធ្វើគ្រប់លក្ខខណ្ឌរួចរាល់ហើយកំពុងតែរងចាំការ invite ពីក្រុមហ៊ុន Facebook តើលទ្ធផលបាន CM ដែរឬទេអញ្ចឹងណាបងប្អូនហើយវីដេអូរបស់ខ្ញុំនេះខ្ញុំធ្វើតែរយៈពេលមួយសប្តាហ៍ទេជាងផ្ទុះហ្មងជាផ្ទុះគ្រប់គោលការណ៍របស់ក្រុមហ៊ុន Facebook អញ្ចឹងណាហើយឥឡូវវាបានគ្រប់គោលការណ៍ហើយឥឡូវខ្ញុំនឹងបង្ហាញបងប្អូនដើម្បីថាគ្រប់វាគ្រប់បែបម៉េចហើយតោះកុំឲ្យខាតពេលយូរមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាចាស់ចឹងយើងចូលក្នុង Facebook មកបងប្អូនបាទបន្តបញ្ចូលក្នុង Facebook ហើយយើងចុចខាងក្រោមនេះបងប្អូនចុចខាងក្រោមកន្លែងត្រេ3នេះមកចុចខាងត្រេ3នេះហើយខ្ញុំជ្រើសរើស page របស់ខ្ញុំដែលគ្រប់ challenge របស់ក្រុមហ៊ុន Facebook បានតម្លាក់ឲ្យអញ្ចឹងបងប្អូនខ្ញុំចុចលេខត្រេ3មកហើយខ្ញុំយក account របស់ខ្ញុំដែលគ្រប់ challenge បងប្អូនបាទខ្ញុំបន្តគ្រប់ជាយាមធ្វើបន្តទៀតប៉ុន្តែយើងគ្រប់បាន CM ភ្លាមទេចាំគ្រប់ការសុពលភាព28ថ្ងៃដែលយើងបានធ្វើតាំងពីដើមជាមួយនឹងក្រុមហ៊ុន Facebook បងប្អូនអ៊ីនធឺណិតទាំង slow នេះបងប្អូនបាទអញ្ចឹងយើងចូលកន្លែង profile របស់យើងនេះមកបងប្អូនចូល profile មកចូល profile ក៏បានចូលត្រី3ក៏បានដែរអត់អីទេបងប្អូនបាទពូនេះ personal dashboard នេះបងប្អូនបាទហើយ page ខ្ញុំ reach ល្អបងប្អូន 1M 1.5M ហើយបន្ទាប់មកយើងអូសយកពាក្យថា monetize មកបងប្អូនយកពាក្យថា monetize នេះមកបាទអ៊ីនធឺណិតទាំង slow បន្តិចបងប្អូនប្រើ VPN អញ្ចឹងណានេះបងប្អូន challenge របស់ខ្ញុំគ្រប់ហើយ30,000ឬក៏ស្មើ 300k view របស់ខ្ញុំគ្រប់ហើយអត់តាន់ទទួលបាន invite CM ទេបងប្អូនយើងរងចាំទាំងអស់គ្នាហើយយើងចូលទៅមើលថារយៈពេលប្រហែលទៀតដែលក្រុមហ៊ុន Facebook វាចប់ថ្ងៃដែលយើងលេង challenge មួយបងប្អូនយើងចុច see more នេះមកបាទនេះបងប្អូននៅសល់19ថ្ងៃទៀត19ថ្ងៃទៀតវានឹងផុត challenge ហើយ page របស់ខ្ញុំហ្នឹងក៏រីកបាន1,60,000ជាងដែររីកល្អមែនទែនហើយសម្រាប់បងប្អូនដែលថ្មីដែលមិនតាន់បានទទួលបានគ្រប់ព្យាយាមផលិតវីដេអូទៅបាទអរគុណតាមដានជួបគ្នានៅវីដេអូក្រោយ